សូមបងប្អូនគ្នាថ្ងៃនេះនាងខ្ញុំមានអ្វីប្លែកមួយចង់នាំជូនបងប្អូនទាំងអស់គ្នាដោយបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងថានាងខ្ញុំបានដកឃ្លាពីការងារសិល្បៈមួយរយៈដើម្បីដើរតាមគោលបំណងក្តីស្រមៃរបស់ខ្លួនឯងហើយចែករំលែកចំណេះដឹងទៅកាន់បងប្អូនជំនាន់ក្រោយតែថ្ងៃនេះគឺនាងខ្ញុំបានមកចូលរួមជាមួយនឹងបងក្រុមការងារដើម្បីថតរឿងខ្លីមួយដែលដកចប់ក្នុងបេះដូងនាងខ្ញុំតែម្ដងពីព្រោះពេលដែលសម្ដែងទៅមានអារម្មណ៍ថាដូចជាខ្លួនឯងនិងអារម្មណ៍ពិតរបស់ខ្លួនឯងតែម្ដងតោះឥឡូវយើងទៅមើលសាច់រឿងទាំងអស់គ្នាសំណួរមួយតែងតែសួរខ្ញុំហេតុអីបានជាខ្ញុំជ្រើសរើសអាជីពមួយនេះខ្ញុំកំពុងធ្វើដំណើរលើវិថីដ៏សែនឆ្ងាយដែលនាំយកក្តីសង្ឃឹមទៅជាមួយទោះបីជាពេលខ្លះមិនសូវមានអ្នកមើលឃើញពីតម្លៃនៃអាជីពមួយនេះក៏ដោយតោះកូនទាំងអស់គ្នាលើសភៅលំហាត់ឡើងមកធ្វើលំហាត់ជាមួយអ្នកគ្រូទាំងអស់គ្នាខ្ញុំនៅតែប្រឹងប្រែងបន្តការងារដោយភាពស្ងៀមស្ងាត់ការផ្លាស់ប្ដូរដ៏តូចមួយក៏ក្លាយជាមោទនភាពនិងជោគជ័យដ៏ធំសម្រាប់ខ្ញុំនៅពីក្រោយគ្រឹះនៃអនាគតដ៏រឹងមាំតែងតែមានអ្នកជ្រោមជ្រែងលះបង់ដោយភាពទទួលខុសត្រូវតែមិនទាមទារមិនដឹងបងប្អូនគ្នាបន្តពីបានទស្សនាហើយមានអារម្មណ៍ថាក្តុកក្តួលដូចខ្ញុំអត់តាមពិតទៅនេះមិនមែនត្រឹមតែជាជីវិតរបស់លោកគ្រូអ្នកគ្រូបង្រៀនទេខ្ញុំជឿជាក់ថានៅមានបងប្អូនផ្សេងទៀតដែលគាត់បានបំពេញការងារផ្សេងនៅពីក្រោយភាពជោគជ័យរបស់ការងារអីមួយដែលគាត់ខិតខំបំពេញយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់ហើយស្ងៀមស្ងាត់ដែលមិនទាមទារការចាប់អារម្មណ៍ពីអ្នកណាវាប្រៀបដូចជាម្សៅលាបជញ្ជាំង Camstar អញ្ចឹងដែលអ្នកជំនាញតែងតែយកមកប្រើជាស្រទាប់នៅពីក្រោយផ្ទៃជញ្ជាំងដែលរាបស្មើរលោងស្អាតដែលមនុស្សទូទៅមិនបានដឹងនិងមិនបានចាប់អារម្មណ៍